សិក្សាពាក្យនយោបាយអំណាចទុននិងអំណាចរឹងសូមជម្រាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនិស័យម្ដងទៀតពេលនេះមនុស្សល្អសង្គមល្អសូមជូនអំណាចទុនជាវិធីបញ្ចុះបញ្ចូលដោយប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចនយោបាយការទូតនិងវប្បធម៌របស់ប្រទេសមួយឬស្ថាប័ននយោបាយមួយដើម្បីឲ្យមានឥទ្ធិពលទៅលើឥរិយាបថឬផលប្រយោជន៍នៃប្រទេសមួយឬស្ថាប័ននយោបាយមួយទៀតចំណែកឯអំណាចរឹងជាការប្រើប្រាស់មធ្យោបាយយោធានិងសេដ្ឋកិច្ចរបស់ប្រទេសមួយឬស្ថាប័ននយោបាយមួយដើម្បីឲ្យមានឥទ្ធិពលទៅលើឥរិយាបថឬផលប្រយោជន៍នៃប្រទេសមួយឬស្ថាប័ននយោបាយមួយទៀតទម្រង់នៃអំណាចរឹងជាញឹកញាប់គឺជាការគំរាមកំហែងហើយមានប្រសិទ្ធភាពបំផុតកាលណាអំណាចនោះត្រូវបានប្រើប្រាស់ដោយប្រទេសមួយឬស្ថាប័ននយោបាយមួយទៀតទៅលើប្រទេសមួយឬស្ថាប័ននយោបាយមួយទៀតដែលមានអំណាចខាងយោធាឬសេដ្ឋកិច្ចទាបជាងសូមចុច like និងចុច share ដើម្បីទទួលបានពាក្យនយោបាយថ្មីៗបន្ថែមទៀតសូមអរគុណ